ចាសួស្តីជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់ចានេះគឺជាសកម្មភាពចាអឺចារំត្រុតអញ្ចឹងណាចាចិត្តចូលឆ្នាំខ្មែរខាងមុខហើយពុកម៉ែបងប្អូនទាំងអស់គ្នាចាអញ្ចឹងពេលវេលាខាងមុខចានៅក្នុងក្រុងសៀមរាបរបស់នាងខ្ញុំនឹងគឺចាប់ផ្ដើមចារំត្រុតចាបណ្ដើហើយតាមប្រពៃណីខ្មែរជារៀងរាល់ថ្ងៃគេតែងតែរំតាមផ្ទះអញ្ចឹងណាពុកម៉ែបងប្អូនជាប្រពៃណីចាខ្មែរយើងពីយូរលង់ណាស់មកហើយពុកម៉ែបងប្អូនចាហើយនេះគឺជាសកម្មភាពចាក្មេងៗគាត់ចារំត្រុតអញ្ចឹងណាពុកម៉ែបងប្អូនចាអញ្ចឹងរំតាមផ្ទះដើម្បីឲ្យចាតាមជំនឿគឺនាំមកសិរីសួស្តីហើយចាទាក់ទងនឹងចាគ្រោះចង្រៃផ្សេងគឺថាឲ្យចូលឆ្នាំថ្មីខាងមុខហ្នឹងគឺជួបតែរឿងល្អជារៀងរហូតចាហើយនេះគឺចាកំពុងតែរំទៅ